ដើរលេងសមុទ្រមួយកាត់ stress បងប្អូនហ្នឹងហើយទំនេរយើងទៅលេងសមុទ្របាទរំហើយយកខ្យល់សមុទ្របរិសុទ្ធបងប្អូនណាអានេះខ្ញុំកំពុងតែទៅដើរលេងនៅសមុទ្រនៅលើអាវបងប្អូនសមុទ្រនៅលើអាវហ្នឹងបើយើងនិយាយពីទឹកសមុទ្រมันជាសូវស្អាតហ្មងទេបងប្អូនព្រោះមានថ្មហើយខ្សាច់អីចឹងណាប៉ុន្តែដោយសារតែយើងទៅស្រូបយកខ្យល់អាកាសអីអញ្ចឹងណាបងប្អូនហើយនឹងទៅមើល will ទៅមើលហេដ្ឋារចនាសម្ព័ន្ធ logistic នៅកន្លែងហ្នឹងអញ្ចឹងបងប្អូនដោយសារតែនៅលើអាវហ្នឹងគឺមានគេហៅថាកំពង់ផែបងប្អូនហ្នឹងឯងកំពង់ផែហើយនេះគ្រួសារចៅគេក្នុងគ្នាទៅឯងបងប្អូនណាចូលសមុទ្របាទទឹកសមុទ្របើប្រៀបធៀបទៅប្រទេសកម្ពុជាយើងគឺទឹកសមុទ្រនៅនេះចាញ់ខ្មែរដាច់ហើយបងប្អូនទឹកសមុទ្រខ្មែរយើងដូចគេហៅថា paradise ណាគឺឋានសួគ៌តែទឹកសមុទ្រនៅនេះបងប្អូនឃើញទេនេះថ្មសិតតែថ្មសិតតែខ្សាច់ខ្មៅអីចឹងអញ្ចឹងអត់ស្អាតទេប៉ុន្តែយើងអាចលេងបានបងប្អូនអាចចុះលេងអាចទៅសាក់លបងអីចឹងណាស្គាល់ទឹកសមុទ្រស្គាល់អីចឹងប៉ុន្តែមានកន្លែងខ្លះផ្សេងទៀតគឺស្អាតដូចគ្នាបាទគ្រាន់ថាកន្លែងនៅខាងនេះវាអត់សូវស្អាតទេបាទឥឡូវទឹកគឺអឺវាចុះទៅវិញណាបងប្អូនបាទវាចុះទៅវិញអញ្ចឹងយើងអាចដើរចូលលេងនៅខ្សាច់បានប៉ុន្តែខ្សាច់អត់សូវពណ៌សអីដូចនៅខ្មែរយើងឯងគឺខ្សាច់ពីច្រើនគឺពណ៌ខ្មៅបងប្អូនអញ្ចឹងយើងអាចលេងបានប៉ុន្តែគ្រាន់ថាវាឲ្យស្អាតដែរប៉ុន្តែឥឡូវសុំពេលស្វីនតិចសិនណាបងប្អូនបាទយកកម្លាំងចិត្តហ្នឹងហើយឥឡូវយើងដើរលេងតិចសិនទៅតនេអញ្ចឹងបងប្អូនហើយមើលពាក់វ៉ែនតាកលីបតិចមើលបាទសង្ហាដែរថាបងប្អូនមើលថ្ងៃនេះមិនមែនបុត្រីព្រិលសទេបងប្អូនគឺជាគេហៅថាប្រាំងសេះបងប្អូនបាទហើយមើលកន្លែងនេះបងប្អូននេះគឺកន្លែងដែលគេប៉មបញ្ជា